តតិភាពស្រះឈូកស្រែប្រាំងនៅខាងបាត់ដំបងបងប្អូនគឺថាស្រស់ស្អាតមែនទែនហើយក៏មានបងប្អូនគាត់មកលេងនិងមកញ៉ាំអីនៅកន្លែងស្រះឈូកស្រែប្រាំងនេះច្រើនមែនទែនបងប្អូនដោយសារតែមានបងប្អូនអាជីវករអាជីវកម្មលក់ច្រើនមែនទែនឥឡូវអត់មានខ្វះអីញ៉ាំទេបងប្អូនគឺថាមានកន្លែងលក់អីញ៉ាំច្រើនមែនទែនហើយក៏មានរោងសម្រាប់ឲ្យយើងអង្គុយញ៉ាំអីស្រួលបួលដែរខុសប្លែកពីការ admin មកសាមុនអត់មានតូបមានអីទេគឺមានលក់អត់ទេឥឡូវខានមកយូរគឺអភិវឌ្ឍអាប់ដេតច្រើនមែនទែនហើយស្រះឈូកវិញគឺមានផ្កាស្អាតស្អាតបដាបដាហើយឥឡូវគេអាប់ដេតធ្វើជារោងដើម្បីយើងអង្គុយញ៉ាំដល់ពេលដែលយើងកំងអាហារញ៉ាំអញ្ចឹងមានរោងមានអីអង្គុយញ៉ាំអង្គុយគុណទេសភាពមើលឈូកមើលអីស្អាតអញ្ចឹងហើយអាហារញ៉ាំគឺអត់ខ្វះទេម្ដងនេះបងប្អូនគឺមានចម្រុះសពគ្រប់មុខតែម្ដងបងប្អូនដូចជាមឹកអាំងសាច់គោអាំងនេះគឺធូរថ្លៃមែនទេបងប្អូនមកចកាក់500ហើយចាយគាត់អាំងអត់សឹងតន់ទេបងប្អូនដោយសារមានភ្ញៀវកំងច្រើនអញ្ចឹងម្នាក់10 20ចកាក់ហើយទិដ្ឋភាពនៅពេលល្ងាចឡើងអញ្ចឹងបងប្អូនគាត់ទំនេរពីការងារអញ្ចឹងគាត់មកលេងនៅខាងស្រះឈូកនេះច្រើនមែនទេដោយសារតែមានកន្លែងញ៉ាំអីឆ្ងាញ់ហើយមានអាហារសពគ្រប់បែបយ៉ាងអញ្ចឹងណាហើយបងប្អូនគាត់មកលេងនៅខាងស្រះជូកនៅខាងបាត់ដំបងនេះច្រើនមែនទែនមើលតែទិដ្ឋភាពតែបងប្អូនបានទស្សនានៅក្នុងវីដេអូនេះទៅគឺថាតាមតូបគឺថាណែនមែនទែនសិតតាម៉ូតូបងប្អូនគាត់មកលេងអញ្ចឹងទៅគាត់មកអង្គុយញ៉ាំអីអញ្ចឹងទៅគយគុណទេសភាពហើយមើលឈូកមើលអីនៅកន្លែងស្រះឈូកអញ្ចឹងថាសោះស្អាតមែនទែនឈូកខែនេះហើយបងប្អូនគាត់មកញ៉ាំលក្ខណៈគ្រួសារបងប្អូនមិត្តភ័ក្តិអីចឹងទៅដើម្បីឲ្យយើងមានការជួបជុំគ្នានៅពេលល្ងាចឡើងចឹងទៅគឺថាសប្បាយមួយយ៉ាងដែរហើយថ្ងៃនេះអត់ភ្លៀងចឹងទៅគឺថាបរិយាកាសល្អមែនទេបងប្អូនល្ងាចឡើងមកដល់វាស្រែប្រាំងស្រះឈូកនេះហើយគឺថាដូចផ្សារនៅតឡាត់ថៃអីចឹងណាបងប្អូនថាមនុស្សច្រើនមែនទេសប្បាយណាស់ហើយសម្រាប់ម៉ាក់ប៉ាដែលនាំកូនតូចមកលេងនៅខាងវាស្រែប្រាំងស្រះឈូកនេះគឺថាអត់ខកបំណងទេគឺសិតតែរបស់របរកូនក្មេងលេងតែម្ដងគឺថាមានគ្រប់សពបងប្អូនម៉ូតូហោះនេះហើយក៏មានកន្លែងលោតពងកន្លែងគប់ពេតប៉ោងសម្រាប់កូនក្មេងលេងអញ្ចឹងហើយគឺថាអេមតែម្ដងកន្លែងមនុស្សធំញ៉ាំអីក៏មានកន្លែងក្មេងក៏មានដែរអញ្ចឹងគឺត្រូវមកតែម្ដងសម្រាប់តែម៉ាក់ប៉ាគាត់នាំកូនតូចមកលេងនៅខាងវាស្រែប្រាំងនេះគឺអត់ខ្វះទេមានទាំងរបស់របរកូនក្មេងលេងហើយកន្លែងញ៉ាំអីគឺសម្បូរគ្រប់សពតែម្ដងបងប្អូនហើយនេះគឺជាទិដ្ឋភាពផ្លូវចូលដែលខ្ញុំបានថតរៀងល្ងាចដែរហើយគឺថារៀងចូលយប់តិចដែរហើយថាណែនតែម្ដងបងប្អូនអើយផ្សារមុំសុំចាញ់ណាបងប្អូនថាមនុស្សច្រើនមែនទែនមនុស្សចេញចូលអ្នកខ្លះក៏មកទៅអ្នកខ្លះក៏ទៅអញ្ចឹងទៅអ្នកខ្លះក៏អង្គុយញ៉ាំអីអញ្ចឹងទៅគឺថាបរិយាកាសនៅកន្លែងស្រះឈូកស្រែប្រាំងនៅខាងបាត់ដំបងនោះគឺថាអេមែនទែនដោយសារតែថ្ងៃនេះអត់ភ្លៀងអញ្ចឹងទៅហើយអ្នកលក់ដូរក៏គាត់លក់ដាច់បងប្អូនយើងក៏មកលេងច្រើនហើយមួយរយៈនេះគឺថាអាប់ដេតច្រើនមែនទេបងប្អូនតាមតូបនីមួយគឺថាមានរោងសម្រាប់ឲ្យយើងកំងអាហារហើយយើងអង្គុយញ៉ាំអញ្ចឹងបើសិនជាពេលភ្លៀងមកក៏អត់សើមដែរបងប្អូនដោយសារមានរោងមានតង់អីត្រឹមត្រូវណាឥឡូវគាត់អាប់ដេតថ្មីច្រើនមែនទេហើយមូកថាអីក៏មានដែរហើយមកជុំវល់ហ្នឹងគឺថាសុទ្ធតែមនុស្សបដ ாய் ស្អីសុទ្ធតែអ្នកលក់បងប្អូនគាត់មកលេងច្រើនគាត់មានការគ្រប់គ្រងច្រើនអញ្ចឹងហើយបងខាងเพจធំដូចជាខ្ញុំដូចអីចឹងបានផ្សព្វផ្សាយចឹងទៅក៏បងប្អូនយើងបានដឹងបានជ្រាបចឹងកាន់តែមកលេងអញ្ចឹងបងប្អូនដែលទស្សនាវីដេអូនេះហើយមានចំណាប់អារម្មណ៍អាចមកលេងនៅខាងស្រះឈូកស្រែប្រាំងនៅខាងបាត់ដំបងនេះបានបងប្អូនគឺថាមានរបស់របរញ៉ាំច្រើនមែនទេកន្លែងក្មេងលេងក៏មានអញ្ចឹងហើយបរិយាកាសក៏ល្អហើយម្ហូបអាហារក៏ធូរថ្លៃដែរអញ្ចឹងអាចមកលេងបានបងប្អូន